បងអាមជាច្រើនមុខនៅខាងផ្សាររាត្រីបវត្តយើងនឹងបងប្អូនទាំងគ្នាគឺថាមានច្រើនខ្លាំងមែនតើអាចទៅជ្រើសរើសបានអ្នកដែលចូលចិត្តនេះគឺថាត្រូវហើយកន្លែងគាត់នេះផងដែរគឺថាចាប់ផ្ដើមបើកចាប់ពីម៉ោង3ល្ងាចឡើងទៅរហូតដល់ម៉ោង2ទៀបភ្លឺឯណោះអញ្ចឹងអ្នកដែលចូលចិត្តបង្អែមពេលល្ងាចឡើងឬក៏ពេលយប់ឯនេះគឺថាទៅកន្លែងគាត់នឹងដឹងតែត្រូវ100%ហើយបង្អែមមួយចំនួនគឺថាខ្ញុំមិនស្គាល់ឈ្មោះទេបងប្អូនទាំងអស់គ្នាអើយប៉ុន្តែខ្ញុំជឿថាមានបង្អែមមួយចំនួនខ្លះប្រហែលជាបងប្អូនយើងចូលចិត្តដែរដែលខ្ញុំបានដាក់បង្ហាញនៅក្នុងវីដេអូនឹងអញ្ចឹងណាហើយអ្វីដែលកាន់តែពិសេសទៀតនោះគឺថាបង្អែមខ្លះគឺគាត់បន្ថែមជាមួយនឹងទុរេនបងប្អូនទាំងគ្នាគឺថាឈ្ងុយជាមួយនឹងចំមុកខ្លាំងមែនតើនៅពេលដែលយើងញ៉ាំទៅអញ្ចឹងណាបងប្អូនទាំងគ្នានេះហើយគឺជាទូបង្អែមដែលគាត់លក់ប្រចាំថ្ងៃនៅខាងផ្សាររាត្រីក្រុងប្រវត្តិនៅជាប់ព្រំដែនយើងនឹងឯងអញ្ចឹងណាគឺអត់ពិបាករកទេបងប្អូនទាំងគ្នាដែលស្គាល់ផ្សាររាត្រីនៅខាងព្រំដែននឹងប្រហែលជាដឹងកន្លែងនឹងច្បាស់ហើយបង្អែមផងគាត់នេះគឺមានដូចដែលខ្ញុំបង្ហាញអញ្ចឹងមានបបរចដើចេកខ្ទិះជាមួយនឹងជំនួយខ្មៅអីផ្សេងណាហើយអ្វីដែលកាន់តែពិសេសនឹងគឺថាមានទាំងបង្អែមកូនកាត់អីផ្សេងទៀតនោះបងប្អូនទាំងគ្នាគឺថារៀងប្លែកដែរហើយកន្លែងគាត់នេះគឺថាដូចជាមាន10មុខជាងអញ្ចឹងបងប្អូនទាំងគ្នាអាចជ្រើសរើសបានបងប្អូនទាំងគ្នាដែលចូលចិត្តបង្អែមមួយណាដែលយើងឧស្សាហ៍ញ៉ាំដែលយើងចូលចិត្តអញ្ចឹងណាហើយក៏លក់ចាប់ពីតម្លៃ6000រៀលខ្មែរយើងឡើងទៅទេបងប្អូនទាំងគ្នាហើយអ្វីដែលកាន់តែពិសេសទៀតនោះគឺថាប្រសិនបើបងប្អូនទាំងគ្នាមានតម្រូវការចង់កំងឲ្យគាត់ដឹកឲ្យអីហ្នឹងចាប់ពី6កែវឡើងអីហ្នឹងបើសិនជាបងប្អូនទាំងគ្នាកំងគាត់អាចដឹកឲ្យបានអញ្ចឹងណានៅខាងក្រុមប្រវត្តិយើងនឹងឯងបង្អែមគាត់នេះគឺថាធ្វើថ្មីភ្លាមតែម្ដងអត់មានទុកយូរអីទេណាបងប្អូនទាំងគ្នាគាត់បើកលក់មួយឆ្នាំជាងហើយបងប្អូនទាំងគ្នាដែលធ្លាប់ញ៉ាំបង្អែមគាត់នេះអាចខមមិននៅក្នុងវីដេអូនេះបានបើសិនជាបានធ្លាប់ញ៉ាំកន្លែងគាត់ព្រោះចង់ដឹងពី feedback បងប្អូនយើងដែរអញ្ចឹងណាហើយការរៀបចំប៉ុនគាត់នេះក៏ល្អដែរមួយកែវបងប្អូនទាំងគ្នាគឺថាញ៉ាំមិនចង់អស់ទេព្រោះធំខ្លាំងមែនតើហើយបងប្អូនទាំងគ្នាមានជំរឿច្រើនណាបងប្អូនទាំងគ្នាចង់លាយបែបម៉េចគាត់អាច recommend ឲ្យយើងលាយទៅឆ្ងាញ់អីអញ្ចឹងណាតែបើសិនជាបងប្អូនទាំងគ្នាលាយខុសក្បួនដាក់ទៅអត់ត្រូវក៏គាត់ recommend ប្រាប់យើងវិញដែរមិនសិនមិត្តភក្តិដែលចូលចិត្តញ៉ាំបង្អែមឬក៏ចង់ឲ្យសង្សារទិញឲ្យហ្នឹងមិនសិនគេមកគឺថាគេទៅទិញឲ្យហើយបងប្អូនទាំងគ្នា skin shot អ្វីដែលយើងចង់ញ៉ាំទៅបងប្អូនទាំងគ្នាហើយមានអីទៀតជីតែ100ហ្នឹងគឺមានអីឆ្ងាយទេឬក៏វិធីសាស្ត្រមួយទៀតគាត់ឲ្យ save វីដេអូហ្នឹងចូលទៅក្នុងឆាតគេទៅគឺថាមិនបាច់និយាយច្រើនទេគេដឹងទូនីតិតែម្ដងធ្វើអីធ្វើទៅធំអស់ហើយសម្រាប់ខ្ញុំមកដឹងអីទេណាឬក៏ណាគេដែលខ្វះជាតិបង្អែមខ្វះជាតិស្ករនិយាយគ្នារៀងសក់ក្រោះអីហ្នឹងដាក់បង្អែម2កែវអីទៅបងប្អូនទាំងគ្នាគឺថាអែមមកពេញដូចជា sweet love អីចឹងណាផ្អែមបង្អែមបង្អែមនឹងឯងបងប្អូនទាំងគ្នាខ្វះជាតិស្ករខ្វះជាតិផ្អែមគឺត្រូវហើយដាក់តែបង្អែមទៅគឺត្រូវតែម្ដងសម្រាប់ខ្ញុំរីកមុនបងប្អូនទាំងគ្នាដែលចូលចិត្តញ៉ាំបង្អែមទៅកន្លែងគាត់បានទាំងតម្លៃទាំងរសជាតិគុណភាពដែលយើងទទួលបានហ្នឹងគឺថាពេញចិត្តតែម្ដងបងប្អូនទាំងគ្នាអាចទៅសាកបានអញ្ចឹងណាមិនមែនខ្ញុំចេះតែ recommend ឲ្យបងប្អូនទាំងគ្នាទៅនោះទេប៉ុន្តែបើសិនជាបងប្អូនទាំងគ្នាចូលចិត្តចង់ញ៉ាំពេលយប់ឡើងម៉ោងពេលវេលាដែលខ្ញុំដាក់នៅក្នុង comment ឬក៏ចាប់ផ្សេងខាងលើហ្នឹងបងប្អូនទាំងគ្នាទៅចន្លោះម៉ោងហ្នឹងទៅអាចទៅរកទិញកន្លែងគាត់បានហើយអ្វីដែលរឿងដែលខ្ញុំមិននឹកស្មាននោះបងប្អូនទាំងគ្នាហើយគឺថាអ្នកលក់ផ្ទាល់គឺគាត់អត់បានទៅរៀនសូត្រពីណាគេទេគាត់ថាចាប់ផ្ដើមមានធ្វើដោយខ្លួនឯងមកអញ្ចឹងណាទៅពេលដែលគាត់រៀនធ្វើទៅគាត់ចាប់ផ្ដើមចេះធ្វើបង្អែមជាច្រើនមុខដែលគាត់លក់រាល់ថ្ងៃនឹងឯងវ៉ាវបងប្អូនទាំងគ្នាគឺពិតជាមិនធម្មតាមែនសម្រាប់មួយកែវបង្អែមបងគាត់នេះវិញបើសិនជាបងប្អូនទាំងគ្នាលាងមាត់អីប្រយ័ត្នដាក់អត់អស់ណាគឺថាធំច្រើនណាបងប្អូនទាំងគ្នាអើយគឺឃើញជាក់ស្ដែងបានណាមួយកែវផងគាត់នេះគឺថាញាត់ឡើងណែនបង្អែមតែម្ដងបងប្អូនទាំងគ្នាអើយមិនធម្មតាទេអ្នកលក់គឺថាដាក់ទៅមិនឲ្យភ្ញៀវមកពេញចិត្តភ្ញៀវមកស្រឡាញ់អញ្ចឹងណាបងប្អូនទាំងគ្នានេះហើយគឺជាតរេនដែលគាត់បង្ថែមជាមួយនឹងមួយកែវបង្អែមហ្នឹងគឺថែមតិចទៅបងប្អូនទាំងគ្នាគឺថាឈ្ងុយចាប់មាត់ខ្លាំងមែនតើបងប្អូនទាំងគ្នាហើយជាមួយនឹងខ្ទិះដូងគាត់នឹងបញ្ច្រត់ពីលើមកគឺបងប្អូនទាំងគ្នាគឺចាប់ជាតិណាដាក់ជាមួយនឹងទឹកកកពីលើបែបហ្នឹងមកយើងញ៉ាំនៅពេលដែលយើងញ៉ាំអីហើយលាងមាត់អីគឺថាត្រូវតែម្ដងបងប្អូនទាំងគ្នាគឺថាចាប់ជាគ្នាយកមែនតើដូច្នេះហើយវីដេអូមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនទាំងគ្នាដែលចូលចិត្តកុំភ្លេច share វីដេអូនេះមួយផងណាអរគុណច្រើនបាយ